ពងទាយើងគួរដាក់ចានអញ្ចឹងមិនណាមិនតបងប្អូនវាយវាឲ្យបែកបន្តែបងប្អូនដាំទឹកឲ្យពុះហើយចាក់ទឹកពងទានឹងចូលក្នុងឆ្នាំងស៊ុបរបស់យើងអញ្ចឹងមកបន្ទាប់ពីចាក់ពងទាហើយបងប្អូនមានថែមសណ្តែកខ្មៅបន្តិចបង្គាគ្រីមបន្តិចរួចថែមមានស្ករអំបិលប៊ីចេងបន្ទាប់មកបងប្អូនមានថែមប្រេងឆាបន្តិចផងតែប៉ុណ្្នឹងស៊ុបពងទារបស់យើងរួចរាល់ជាការស្រេចស៊ុបពងទាបែបនេះធ្វើមកឆ្ងាញ់ហើយបោកកម្លាំងទុកញ៉ាំពេលព្រឹកបានទៀតផងបងប្អូនកុំភ្លេចសាកធ្វើញ៉ាំទាំងអស់គ្នាមុខម្ហូបថ្ងៃនេះធ្វើចេញពីពងទាទាំងអស់បងប្អូនមានខ្ទះមួយទៀតមកនៅបងប្អូនដាក់ពងទាវាចៀនអញ្ចឹងមកបន្តបងប្អូនដាក់នំប៉័ងនៅក្នុងនឹងដែរហើយចាក់ទឹកស្ងោរទាំងពងទាបានទាំងចំហុយនំប៉័ងព្រមគ្នាបន្តបងប្អូនគោះពងទាដាក់ចានមកគ្រាប់ទៀតកូរវាឲ្យសព្វអញ្ចឹងមកបន្តបងប្អូនអ្នកឆ្កឹះនំប៉័ងហើយនឹងពងទាដែលយើងបានស្ងោរបាញ់មិញចេញពីខ្ទះអញ្ចឹងមកណាបន្តមកបងប្អូនចាក់ខ្លាញ់ចូលនៅក្នុងខ្ទះនឹងបន្តិចបងប្អូនចៀនពងទាក្នុងនឹងចូលបងប្អូនចៀនបែបនេះគឺថាឆ្ងាញ់ខ្លាំងមែនតើហើយពងទារបស់យើងអត់រឹងទេទន់ល្អមែនតើបន្ទាប់ពីបងប្អូនចៀនវាហើយនំប៉័ងបាញ់មិញបងប្អូនហាច់ជាពីរអញ្ចឹងមកហើយលេបទឹកមែនតើទឹកម៉ាយ៉ូណេសចូលមកអញ្ចឹងបងប្អូនបន្តបងប្អូនដាក់ស្រាទាំងពីរអញ្ចឹងមកចំហៀងដាក់ពងទាដែលយើងបានស្ងោរមកចំហៀងទៀតដាក់ពងទាដែលយើងបានចៀនបាញ់មិញបងប្អូនកុំភ្លេចធ្វើពីរបៀបបែបនេះទឹកធ្វើជាអាហារពេលព្រឹកបងប្អូនមាននំប៉័ងជាមួយពងទាហើយនឹងស៊ុបពងទាបងប្អូនឆ្ងាញ់ខ្លាំងមែនតើ